សូមចូលទៅកាន់រឿងរ៉ាវដ៏អស្ចារ្យសម្រាប់ថ្ងៃនេះតែម្ដងបរិះម្នាក់ស្ពីកាបូបយ៉ាងធ្ងន់នៅលើខ្នងដើរទៅមុខដើម្បីស្វែងរកការបំផុសគំនិតគាត់លូនចូលទៅកន្លែងដែលមានស្មៅក្រាស់សូម្បីតែទឹកទន្លេដែលកំពុងហូរក៏មិនអាចរារាំងដំណើររបស់បងហៃបានដែរបន្ទាប់ពីកាត់ព្រៃនិងឆ្លងអូរជាង2ម៉ាយកន្លះគាត់បានមកដល់កន្លែងជ្រៅបំផុតនៃជ្រលងភ្នំគ្រាន់តែក្រឡេកមើលដើមឈើចំណាស់ដែលកោងនេះគាត់បានសម្រេចចិត្តជ្រើសរើសទីនេះធ្វើជាទឹកដីដ៏កម្រហើយនឹងសាងសង់ផ្ទះមួយដ៏ប្លែកនៅលើនោះបងហៃមិនឈប់គិតពីបច្ចេកទេសនៅចំពោះមុខទេដើម្បីរៀបចំផែនការសម្រាប់ពិធីសាងសង់បន្ទាប់ពីសម្រេចចិត្តរួចគាត់យកកាំបិតចូលព្រៃដើម្បីប្រមូលឈើដើមឈើធំរឹងមាំនៅចំពោះមុខនេះគឺជាជម្រើសមិនអាក្រក់ឡើយបងហៃលើកកាំបិតកាប់ភ្លាមកំទេចឈើធ្លាក់ចុះជាបន្តបន្ទាប់តាមចង្វាក់នៃការកាប់មិនយូរប៉ុន្មានដើមឈើដ៏ធ្ងន់ក៏ដួលរំចុះដើមឈើបែបនេះត្រូវការតែ5ទៅ6ដើមគឺគ្រប់គ្រាន់ហើយមុននឹងចាប់ដើមសាងសង់ជាផ្លូវការនៅមានបញ្ហាធំមួយដែលត្រូវដោះស្រាយនោះគឺថាតើត្រូវឡើងដើមឈើកម្ពស់10ម៉ែត្រដោយរបៀបណាហេតុនេះបងហៃសម្រេចចិត្តធ្វើជណ្ដើរដោយខ្លួនឯងគាត់ប៉ាន់ស្មានប្រវែងទ្រោះរួចចាប់ផ្ដើមធ្វើកម្មជណ្ដើរមិនយូរប៉ុន្មានក៏បានធ្វើគ្រប់ចំនួនដែលត្រូវការបន្ទាប់មកគាត់ដាប់ចង្អូររាក់នៅលើដើមឈើរួចប្រើដៃគោដើម្បីភ្ជាប់ដើម្បីឲ្យជណ្ដើរតោងជាប់នឹងដើមឈើបន្ទះឈើត្រូវបានភ្ជាប់យ៉ាងតឹងណែនទៅនឹងដើមឈើដៃគោនីមួយសុទ្ធតែធានាបាននូវសុវត្ថិភាពជណ្ដើរទាំងមូលលាតសន្ធឹងតាមដើមឈើកង់ឡើងទៅលើបងហៃក៏បានឈានជើងម្ដងមួយទៅជិតកំពូលឈើពិតជាមានបទពិសោធន៍ក្នុងការសាងសង់នៅទីហោឋានមែនព្រោះសម្រាប់អ្នកថ្មីវិញមកដល់ជំហាននេះគឺប្រកាសជាញើសហើយបន្ទាប់មកបងហៃមិនសម្រាកទេតែចាប់ផ្ដើមដំឡើងគ្រោងកម្រាលកែសម្រួលទីតាំងជានិច្ចប្រើប្រាស់មែកឈើដែលមានស្រាប់ធ្វើជាចំណុចទប់រួចប្រើមែកឈើខ្លីដើម្បីដំឡើងជាគ្រោងត្រីកោណត្រឹមតែមួយផ្លែតសោះរូបរាងនៃផ្ទះបានលេចឡើងនៅក្រោមកំពូលដើមឈើគ្រាន់តែកំពូលនេះនៅតែមានគ្រោះថ្នាក់ខ្លាំងប្រសិនបើធ្លាក់ចុះគឺមិនស្រាលនោះទេអាចនឹងបាក់បែកខ្ទេចខ្ទីដើម្បីជៀសវាងឧបទ្ទហេតុគាត់បន្តពង្រឹងរចនាសម្ព័ន្ធដោយបោះដៃគោវែងបន្ថែមនៅទីតាំងសំខាន់ដើម្បីឲ្យផ្ទះទាំងមូលកាន់តែរឹងមាំចំណែកផ្នែកជញ្ជាំងគាត់រកមើលបន្ទះឈើធម្មជាតិយកឡើងទៅលើកម្រាលដោយប្រុងប្រយ័ត្នរួចចាប់ផ្ដើមក្រាលបងហៃដើរដោយជើងទេប្រើកម្លាំងដៃបន្តិចដើម្បីផ្គុំបន្ទះក្តារនីមួយចូលគ្នាចំណែកជញ្ជាំងចំហៀងគាត់បោះបន្ទះនីមួយដោយដៃគោសំឡេងឈើទង្គិចនិងសុំបន្លឺឡើងយ៉ាងពីរោះដូចជាកំពុងផ្ដល់ជីវិតថ្មីដល់ដើមឈើចំណាស់នេះមើលពីចម្ងាយវាហាក់ដូចជាគ្រាប់ពណ៌ក្រហមត្នោតដែលត្រូវបានភ្ជាប់យ៉ាងតឹងនឹងដើមឈើស្ថិតនៅចន្លោះដើមឈើធំយ៉ាងរឹងមាំការរចនាដំបូលស្រួចមិនត្រឹមតែជួយឲ្យទឹកភ្លៀងហូរចុះលឿនប៉ុណ្ណោះទេថែមទាំងធ្វើឲ្យផ្ទះទាំងមូលកាន់តែលេចធ្លោនៅក្នុងព្រៃទៀតផងនៅពេលនោះភ្លៀងធ្លាក់តូចមួយក្នុងព្រៃក៏ស្រាប់តែបង្អុរចុះមកបងហៃអង្គុយចង់ហុកនៅក្បែរគែមដំបូលដៃនៅតែធ្វើការដោយមិនឈប់បន្តិចម្ដងភ្លៀងកាន់តែធ្លាក់ខ្លាំងដំណក់ទឹកភ្លៀងធំពន់គ្របសណ្ដែកធ្លាក់មកលើស្លឹកឈើដាស់ថាមពលនៃព្រៃទាំងមូលយ៉ាងពេញលេញទឹកអូរដែលធ្លាប់តែស្ងប់ស្ងាត់ឥឡូវប្រែជាល្អកកនាំយកភក់និងស្លឹកឈើជ្រុះហូរយ៉ាងលឿនទៅមុខសម្លៀកបំពាក់របស់បងហៃសាមជោគដើម្បីជៀសវាងជំងឺផ្ដាសាយគាត់បានសម្រេចចិត្តផ្អាកការសាងសង់ហើយសម្រាកសិនគាត់អង្គុយនៅមាត់ប្រហោងថ្មដែលនៅជិតផ្ទះបំផុតសម្លឹងមើលផ្ទះលើដើមឈើដែលកំពុងសាងសង់មិនឆ្ងាយញឹមចេញពីមាត់ពេលមេឃរងភ្លៀងគាត់ក៏ឡើងទៅបន្តការសាងសង់ទៀតដើម្បីជៀសវាងជួបស្ថានភាពនេះម្ដងទៀតគាត់ត្រូវតែពន្លឿនការងារឲ្យរួចរាល់ដំបូងប្រើមែកឈើពីរដើម្បីទប់ចន្លោះសម្រាប់ទ្វារធំផ្នែកគែមគឺប្រើបន្ទះក្តារខ្លីដើម្បីបិទបាំងមិនយូរប៉ុន្មានជំរកទាំងមូលបានរួចរាល់ជាបណ្ដាចំណែកទ្វារវិញគឺសាមញ្ញណាស់ដើម្បីរក្សាពណ៌ឲ្យដូចគ្នាបន្ទះក្តារដែលសគឺជាជម្រើសដ៏ល្អបំផុតគ្រាន់តែដំឡើងគ្រោងរួចគុំបញ្ចូលគ្នាចុងក្រោយប្រើដែកគោបោះភ្ជាប់គឺល្អឥតខ្ចោះជំនាញបែបនេះនៅភូមិខ្ញុំយ៉ាងហោចណាស់ក៏រកលុយបានគួរសមដែរក្នុងមួយថ្ងៃបន្ទាប់ពីធ្វើរួចគាត់ពោពេញដោយក្តីរំពឹងយកទ្វារឡើងទៅដំឡើងពេលមើលទៅគឺចិត្តសពគ្រប់ចន្លោះសម្លឹងមើលផ្ទះថ្មីដែលចិត្តរួចរាល់គាត់រៀបចំដាំទឹកមួយកំសៀវដើម្បីបណ្ដេញភាពត្រជាក់អណ្ដាតភ្លើងលេបត្របាក់អស់បញ្ចេញកម្ដៅយ៉ាងខ្លាំងគាត់ថែមទាំងដាក់ស្លឹកគ្រៃចូលក្នុងទឹកដើម្បីបន្ថែមរសជាតិពេលចាក់ចូលកែវក្លិនក្រអូបនៃរុក្ខជាតិក៏សាយភីផឹកមួយក្អឹករួចភាពត្រជាក់សាមក្រោយភ្លៀងក៏លីបាត់បន្ទាប់មកគាត់ចាប់ផ្ដើមរៀបចំអាហារព្រៃប្រេងបន្លែគ្រាន់តែប៉ះខ្ទះក៏ពុះរួចដាក់សាច់ជ្រូកចូលឆាចុងក្រោយថែមមីកញ្ចប់អាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់បានរួចរាល់ហូបឆ្អែតរួចបងហៃយកកាបូបចូលទៅសម្រាកក្នុងប្រហោងថ្មទោះបីជាផ្ទះនេះនៅតែសាមញ្ញប៉ុន្តែនៅពេលនេះនៅកំពស់លើដើមឈើគាត់មានអារម្មណ៍ថាមានសុវត្ថិភាពដែលមិនធ្លាប់មានពីមុនមកនៅក្បែរបឹងដែលគ្រប់ដណ្ដប់ដោយអប់គាត់ដឹងថានៅពេលកាំរស្មីព្រះអាទិត្យដំបូងទម្លុះតាមស្លឹកឈើចាំងមកលើផ្ទះដំណើរនៃការសាងសង់ថ្មីមួយនឹងចាប់ផ្ដើមឡើងវិញយ៉ាងស្ងៀមស្ងាត់តែពេលនេះរាងកាយមានភាពនឿយហត់ហើយអារម្មណ៍ស្ងប់ស្ងាត់ធ្វើឲ្យគាត់លង់លក់យ៉ាងជ្រៅព្រឹកព្រលឹមជ្រលងភ្នំយ៉ូយូនៅតែគ្រប់ដណ្ដប់ដោយអាប់ពណ៌ខ្យល់បាននាំយកសំណើមនៃរុក្ខជាតិបក់មកធ្វើឲ្យសំបីតែដង្ហើមក៏ប្រែជាធ្ងន់នឹងសើមបងខាញ់បានមកព្រៃនេះម្ដងទៀតរៀបចំបង្ហាញជំនាញផ្ទះលើកនេះប្រកាសជានឹងធ្វើឲ្យអ្នកបើកភ្នែកធំមិនខានមិនយូរប៉ុន្មានគាត់ក៏ជ្រើសរើសបានដើមឈើចំណាស់ដែលកោងធ្វើជាទីតាំងដ៏ល្អឥតខ្ចោះដើមឈើនេះទាំងធំទាំងខ្ពស់តដែតដល់មេឃពោពេញដោយការប្រកួតប្រជែងដូច្នេះគាត់ក៏ចាប់ផ្ដើមបោះសម្អាតស្មៅជុំវិញភ្លាមសូម្បីតែវ៉ឺលីដែលរុំជុំវិញដើមឈើក៏មិនរំលងដែរចំណែកវិធីឡើងដើមឈើដ៏ខ្ពស់នេះបងខាញ់មានវិធីរបស់គាត់រួចជាស្រេចមែកឈើតូចនៅជុំវិញគឺជាសម្ភារៈដ៏ល្អបំផុតដើម្បីបង្កើតផ្លូវឡើងទៅលើនៅពេលមុខកាំបិតដ៏មុតស្រួយកាប់ចំកូនឈើយ៉ាងត្រឹមត្រូវកំទេចឈើធ្លាក់ចុះដូចជាព្រើពណ៌រហូតដល់កាប់ចុងក្រោយមែកឈើក៏ដួលរលំគ្រាន់តែកែច្នៃបន្តិចបន្តួចគឺអាចលីវាមកចិត្តជំរកបានជាមួយនឹងបទពិសោធន៍15ឆ្នាំគាត់គ្រាន់តែប៉ាន់ស្មានទ្រូសក៏អាចបានប្រវែងកម្មជណ្ដើរយ៉ាងច្បាស់លាស់បន្ទាប់មកគាត់យកមែកឈើមកវាស់សាកល្បងលើដើមឈើកោងចោះរុនដើម្បីឲ្យកម្មជណ្ដើរស៊ីគ្នាជាមួយដើមឈើ
បាត់ដៃគ្រើមចាប់យកដៃដាប់ម្ដងមួយចូលទៅក្នុងដើមឈើបង្កើតជាចង្អូរជ្រៅនិងរាក់ស្មើគ្នារាល់ចង្អូរនីមួយហាក់ដូចជាត្រូវបានកិននីយ៉ាងហ្មត់ចត់ស៊ីគ្នាយ៉ាងល្អឥតខ្ចោះជាមួយកាំចិនដាបន្ទាប់មកគាត់ថែមទាំងសម្អាតផ្ទៃមុខដូចជាកោះខ្យល់កម្ចាត់សម្បកខាងក្រៅចេញដើម្បីមើលទៅស្អាតជាងមុនរួចវាចូលទៅក្នុងចង្អូរយ៉ាងតឹងណែនធានាបាននូវភាពជិតល្អឥតខ្ចោះបន្ទាប់មកបងខាញ់បានសាកល្បងត្រួសទោះបីជាអ្នកណាខ្លាំងប៉ុណ្ណាក៏មិនអាចអង្រួនវាបានដែរប៉ុន្តែចិនដាបច្ចុប្បន្ននៅមិនទាន់ដល់កម្ពស់ដែលគាត់ចង់បាននៅឡើយសំឡេងគូបានបន្លឺឡើងពីពេញព្រៃពណ៌បៃតងនៃព្រៃក្រាស់បានហូរចូលពីគ្រប់ទីពន្លឺព្រះអាទិត្យចាំងកាត់ស្លឹកឈើដ៏ក្រាស់បន្ទាប់ពីដំឡើងកម្មចិនដារួចបងខាញ់អង្គុយចុះលើដីគិតអំពីផែនការបន្ទាប់ស្រាប់តែនឹកឃើញគំនិតមួយក៏យកកម្មបិតចាប់ផ្ដើមប្រមូលវេលាដែលមានលក្ខណៈបត់បែនដែលធ្វើឲ្យពួកវាក្លាយជាសម្ភារៈដ៏អស្ចារ្យសម្រាប់ការតុបតែងកម្មចិនដាទន្ទឹមនឹងនោះវាក៏រួមចំណែកក្នុងការពង្រឹងបន្ថែមជាលើកទី2ផងដែរមើលពីចម្ងាយហាក់ដូចជាស្នាដៃសិល្បៈមួយកង់បត់បែននៅលើកំពូលដើមឈើបន្ទាប់ពីសាងសង់ចិនដារួចគាត់ទៅរកបន្ទះឈើធម្មជាតិនេះគឺជាជម្រើសដ៏ល្អបំផុតដើម្បីសាងសង់គ្រោងសំខាន់នៃផ្ទះគ្រាន់តែដាប់ចង្អូរនៅលើដើមឈើចំណាស់ដើម្បីភ្ជាប់គ្រោងកម្រាលរួចយកធ្នឹមពីរឡើងទៅលើដើមឈើដាក់ចូលទៅក្នុងចង្អូរដែលទើបតែដាប់រួចប្រើដែកគោលដើម្បីភ្ជាប់គឺអាចរួចរាល់យ៉ាងល្អឥតខ្ចោះបន្ទាប់មកដោយពឹងផ្អែកលើធ្នឹមទាំងពីរបង្កើតបានជាផ្ទៃកម្រាលតូចមួយទំហំ 3x3 ដើមឈើដែលដុះខ្វែងខ្វាត់បានបង្កើតជាការទ្រទ្រង់ដ៏រឹងមាំសម្រាប់កម្រាលនេះបន្ទាប់មកគាត់ចាប់ផ្ដើមក្រោលកម្រាលមិនយូរប៉ុន្មានផ្នែកខាងក្រោមត្រូវបានគ្របដណ្ដប់ជាស្រទាប់បងខាញ់ឈរនៅលើកម្រាលអង្គខ្លួនអាកាត់ផ្នែកដែលនៅសល់ជុំវិញចោលផ្លែណារ៉ូកេតជាមួយឈើបញ្ចេញសំឡេងយ៉ាងក្រឹបជាបន្តបន្ទាប់ម្សៅរណាដូចជាខ្សាច់មាសដ៏ម៉ត់ធ្លាក់ចុះមកដីខាងក្រោមយ៉ាងលឿនបន្ទាប់មកត្រូវការប្រើដែកគោគ្រើមដើម្បីកែច្នៃបន្ទះក្តារទាំងនេះជាលើកទី2រួចចាប់ផ្ដើមដំឡើងគ្រោងជញ្ជាំងគ្រាន់តែប្រើកាំបិតឆ្កៀវជាចង្អូររួចបំពាក់ចូលកែមកម្រាលធ្វើបែបនេះសមត្ថភាពទ្រទម្ងន់នឹងកើនឡើងយ៉ាងខ្លាំងចំណែកគ្រោងដំបូលគឺពឹងផ្អែកលើដើមឈើធំដែលដំឡើងលើសតក្រោយពេលធ្វើការងារទាំងនេះរួចគាត់ក៏បានផ្ដេកខ្លួនសម្រាកយ៉ាងស្រួលពេលនោះហ្វូងស្រមោចតូចកំពុងតម្រង់ជួរផ្លាស់ទីលំនៅនោះគឺជាសញ្ញាបញ្ជាក់ថាភ្លៀងធំនឹងធ្លាក់មកដល់ឆាប់បងខាញ់ត្រូវតែបង្កើនល្បឿននៃការសាងសង់ដំបូងគាត់រកបន្ទះក្តារឈើដើម្បីធ្វើជញ្ជាំងបន្ទះក្តារនីមួយត្រូវបានគាត់វាស់វែងនិងកាត់យ៉ាងប្រុងប្រយ័ត្នចន្លោះរវាងបន្ទះក្តារគឺជិតល្អណាស់ហាក់ដូចជាពួកវាបង្កើតមកសម្រាប់តែផ្គុំចូលគ្នាបែបនេះជំនាញជាងនេះនៅភូមិខ្ញុំប្រហែលជាបានត្រឹម1សែនដុងក្នុងមួយថ្ងៃមិនយូរប៉ុន្មានជញ្ជាំងទាំង3ត្រូវបានបញ្ចប់យ៉ាងស្ងៀមស្ងាត់ពេលនេះបងខាញ់ចាប់ផ្ដើមគិតគូរពីការបិទដំបូលគ្រាន់តែកាត់ចោលផ្នែកដែលសល់រួចរៀបត្រួតគ្នាភ្ជាប់នៅលើដំបូលគឺអាចទទួលបានភាពរៀបរយយ៉ាងល្អឥតខ្ចោះជាមួយនឹងការធ្វើដំបូលទេបែបនេះទោះបីជាមានភ្លៀងធ្លាក់ខ្លាំងនិងខ្យល់ខ្លាំងក៏ដោយផ្នែកខាងក្នុងនៅតែស្ងួតជានិច្ចតើអ្នកទាំងអស់គ្នាគិតថាដំបូលបែបនេះនឹងលិចទឹកដែរឬទេមិនយូរប៉ុន្មាននៅកណ្ដាលព្រៃដ៏ជ្រៅផ្ទះឈើតូចមួយតែព្យួរនៅលើដើមឈើទីបំផុតក៏បានលេចចេញរូបរាងពិតប្រាកដរួមជាមួយនឹងការដំឡើងបន្ទះក្តារ2-3សន្លឹកចុងក្រោយផ្ទះទាំងមូលគឺនៅខ្វះតែជញ្ជាំងម្ខាងទៀតប៉ុណ្ណោះនឹងរួចរាល់ប៉ុន្តែពេលនេះបងខាញ់ស្រាប់តែនឹកឃើញគំនិតថ្មីគ្រាន់តែឃើញគាត់បោះដៃគោភ្ជាប់ធ្នឹមតឹងមួយជាមុនសិនរៀបចំធ្វើរបងនៅខាងមុខនេះដើម្បីបង្កើនពន្លឺនៅខាងក្នុងផ្ទះគាត់បានជ្រើសរើសយ៉ាងយកចិត្តទុកដាក់នៅបន្ទះឈើដែលមានកម្រាស់ស្មើគ្នាចងជាកំណាត់ខ្លីដែលមានប្រវែងស្មើគ្នារួចរៀបបណ្ដោយតាមគ្រោងខាងក្រោមធ្នឹមរវាងបន្ទះឈើពីរសន្លឹកនេះមួយសុទ្ធតែទប់ចន្លោះល្មមធ្វើបែបនេះគឺអាចធានាបាននូវសុវត្ថិភាពផងថែមទាំងធ្វើឲ្យផ្ទះទាំងមូលមើលទៅស្អាតជាងមុនផងដែរបន្ទាប់ពីធ្វើរួចរាល់គាត់បានបោសសម្អាតកំទេចកំទីនៅក្នុងផ្ទះមើលពីចម្ងាយបង្កាន់ដៃឈើធម្មជាតិនិងកម្រាលប្រៀបដូចជាកន្លែងសង្កេតការណ៍ដែលផុសចេញពីកម្រាលព្រំពណ៌បៃតងពន្លឺព្រះអាទិត្យចាំងកាត់ចន្លោះប្រហោងជះមកលើដំបូលផ្ទះចំណុចពន្លឺតូចនៅលើដីរំកិលចុះឡើងតិចតាមខ្យល់បក់បន្ទះឈើដែលរៀបត្រួតគ្នាប្រៀបដូចជាប្រអប់ឈើមួយដែលត្រូវទ្រដោយស្លឹកឈើពណ៌បៃតងភ្ជាប់យ៉ាងរឹងមាំទៅនឹងដើមឈើធំលាក់ខ្លួននៅកណ្ដាលសមុទ្រស្លឹកឈើចំណែករឿងថាតើត្រូវបង្កាត់ភ្លើងចម្អិនអាហារក្នុងផ្ទះឈើតូចនេះដោយរបៀបណាបងខាញ់ក៏មានបច្ចេកទេសពិសេសនិងជំនាញច្បាស់លាស់ផងដែរគ្រាន់តែប្រើបន្ទះឈើផ្គុំជាគ្រោងបន្ទាប់មកទ្របស្លឹកឈើនៅបាតរួចក្រាលដីពីលើផ្ទៃរបស់វាបន្ទាប់មកគឺអាចបង្កាត់ភ្លើងនៅខាងលើបានតែម្ដងអណ្ដាតភ្លើងពណ៌លឿងទុំលោតរាំនៅលើចង្ក្រានបណ្ដោះអាសន្នអុសចេះបញ្ចេញសំឡេងផ្ទុះតិចយ៉ាងពីរោះផ្សែងស្ដាងនាំយកក្លិនក្រអូបនៃរុក្ខជាតិហោះចូលព្រៃយ៉ាងស្រាលរៀបចំធ្វើម្ហូបសម្រាប់ថ្ងៃនេះគាត់ដាក់ខ្លាញ់ជ្រូកចូលក្នុងខ្ទះដែកដើម្បីរំងាស់យកប្រេងសំឡេងឆាបានបន្លឺឡើងនៅពេលដែលប្រេងពុះនៅបាតខ្ទះសាយភីក្លិនឈ្ងុយឆ្ងាញ់គួរឲ្យចង់ញ៉ាំបន្ទាប់មកដាក់ដំឡូងបារាំងចូលរំងាស់ខ្លាញ់ជ្រូកក្រលីបន្តិចម្ដងនៅសីតុណ្ហភាពខ្ពស់លីឡំជាមួយជាតិម្សៅរបស់ដំឡូងបារាំងបង្កើតបានជាក្លិនឈ្ងុយឆ្ងាញ់ពេលវាឆ្អិនផុយគាត់ក៏ចាប់ផ្ដើមញ៉ាំយ៉ាងឆ្ងាញ់ពិសាចំណែកផ្ទះឈើដែលព្យួររយងនេះគឺជាជំរកដ៏មានសុវត្ថិភាពបំផុតរបស់គាត់ក្នុងយប់នេះទឹកសន្សើមព្រឹកព្រលឹមប្រៀបដូចជាស្រទាប់ខ្សាច់ពណ៌ស្រទន់ភ្លន់គ្រប់ដណ្ដប់លើព្រៃភ្នំនិងជ្រលងភ្នំបងខាញ់បានស្ពីកាបូបចូលទៅក្នុងសមុទ្រពណ៌បៃតងនេះម្ដងទៀតលើកនេះគាត់នឹងសាងសង់ផ្ទះដ៏ប្លែកមួយនៅលើដើមឈើចំណាស់ដែលមានដងខ្លួនកោងលទ្ធផលចុងក្រោយប្រកាសជានឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើលជាមិនខានចំណែកដើមឈើធំដែលដុះនៅក្បែរមាត់ទឹកនៅចំពោះមុខគឺជាទីតាំងហុងស៊ុយដែលគាត់ជ្រើសរើសបន្ទាប់ពីពិនិត្យមើលភាពរឹងមាំត្រួសរួចគាត់ក៏ចាប់ផ្ដើមកោសសម្អាតដងដើមឈើភ្លាមតោងតាមមេឃធំឡើងទៅលើកាំបិតត្រូវបានកាប់ជាបន្តបន្ទាប់សម្លេងកាប់បន្លឺរំពងពេញជ្រលងភ្នំមិនយូរប៉ុន្មានមែកឈើដែលសល់ត្រូវបានបោសសម្អាតយ៉ាងស្អាតបន្ទាប់មកគាត់បានយកដុំឈើកំដងមួយដើម្បីធ្វើគ្រោងដងឈើទាំងនេះទាំងធំទាំងត្រង់ល្អឥតខ្ចោះសម្រាប់សមត្ថភាពទ្រទម្ងន់និងភាពរឹងមាំនៃរចនាសម្ព័ន្ធបងខាញ់បានប្រើវិធីសាស្ត្របុរាណដើម្បីវាស់វែងរួចកាត់ចេញជាប្រវែងស័ក្តិសមផ្លែណាអាកាត់ទូឈើបង្ហាញពីពណ៌ឈើដ៏កក់ក្ដៅនៅខាងក្នុងរៀបចំរួចគឺអាចភ្ជាប់យ៉ាងរឹងមាំទៅនឹងចំណុចដែលបានកំណត់បន្ទាប់មកគាត់យកលួសព្រៃមកចងភ្ជាប់គ្នានៅក្នុងព្រៃឲ្យតែគ្រឹះរឹងមាំនោះចិត្តមនុស្សក៏រឹងមាំដែរតើអ្នកទាំងអស់គ្នាឃើញថាគ្រឹះនេះរឹងមាំល្មមហើយឬនៅបន្ទាប់មកគាត់ចាប់ផ្ដើមដំឡើងគ្រោងតឹង
បន្ទះឈើតឹងនៅក្នុងដៃបងខាញ់ត្រូវបានរៀបចំយ៉ាងប៉ិនប្រសប់ដូចជាក្របជិកស៊ីណូដែលត្រូវបានរៀបចំយ៉ាងប្រណិតបង្កើតបានជាបណ្ដាញទ្រទម្ងន់ដែលចែកចាយស្មើគ្នាលើគ្រោងដើម្បីឲ្យកាន់តែរឹងមាំគឺត្រូវការប្រើដៃគោលពង្រឹងបន្ថែមមានគ្រោងរួចហើយបន្ទាប់មកគឺក្រៅកម្រាលគាត់ប្រើវិធីសាស្ត្របុរាណពុះឫស្សីឲ្យក្លាយជាសម្ភារៈដ៏ល្អអស្ចារ្យសម្រាប់ធ្វើកម្រាលដៃដ៏រហ័សរហួនរៀបចំបន្ទះឫស្សីដែលនៅសើមឫស្សីជានាំយកនៅខ្យល់ដង្ហើមនៃរដូវការីដែលធ្វើឲ្យមនុស្សមានអារម្មណ៍ស្រស់ស្រាយថែមទាំងធ្វើឲ្យចលនារបស់បងខាញ់កាន់តែលឿនជាងមុនផងដែរនៅពេលដែលកម្រាលរួចរាល់គឺអាចចាប់ផ្ដើមធ្វើជញ្ជាំងបានចុងកាំបិតឆូតលើបន្ទះឈើសើមឆ្កៀលចេញជាចង្អូរយ៉ាងជាក់លាក់រួចដាក់សរចូលទៅក្នុងនោះគ្រាន់តែប្រើដៃគោលព្រៃវាភ្ជាប់វាឲ្យជាប់គឺបានហើយសសរប្រភេទនេះត្រូវការតែ2ដើមប៉ុណ្ណោះគឺគ្រប់គ្រាន់ហើយបន្ទាប់មកប្រើដុំឈើមួយកាត់ផ្ដាច់សសរទាំងពីរគឺអាចធ្វើឲ្យវាក្លាយជារឹងមាំខ្លាំងបន្ទាប់ពីដំឡើងគ្រោងរួចបុរសនោះកាន់កាំបិតកាក់យ៉ាងតឹងដោយដៃទាំងពីរមុខកាំបិតឆូតយ៉ាងជាក់លាក់នៅលើដើមឫស្សីពណ៌បៃតងដើមឫស្សីដែលគ្រើមដំបូងនោះត្រូវបានលុបបំបាត់បន្លាឆ្កួតបន្តិចម្ដងក្នុងដៃគាត់ប្រែក្លាយជាបំណែកសម្ភារៈសំណង់ដ៏រឹងមាំនិងធន់បានយូរគ្រាន់តែយកបន្ទះឫស្សីពី3សន្លឹកមកធ្វើជាបង្គោលកោងគឺអាចទទួលបានប្រសិទ្ធភាពខ្ពស់ជាងមុនជួយលើកកម្ពស់គ្រោងទាំងមូលដល់កម្រិតថ្មីមួយបន្ទាប់មកគឺរៀបចំគ្រោងតឹងសម្រាប់ដំបូលខណៈដែលម្រាមដៃធ្វើចលនាយ៉ាងរហ័សបន្ទះឫស្សីដែលរីប៉ាយដំបូងត្រូវបានចងភ្ជាប់ទៅជាបន្ទះសំណាញ់ដ៏រឹងមាំមួយការចងរំនៃសរសៃឫស្សីបង្កប់នូវសមត្ថភាពទប់ទល់នឹងខ្យល់ព្យុះពេលនេះសំណង់ដែលព្យួរយល់នៅមាត់ទឹកបានបញ្ចេញជារូបរាងឡើងបត់ធំនៅចន្លោះដើមឈើប៉ុន្តែបន្ទាប់មកនៅត្រូវប្រឈមមុខនឹងបញ្ហាការពារទឹកដែលលំបាកបំផុតបងខាញ់ជ្រើសរើសស្លឹកឈើពណ៌ត្នោតបៃតងវែងនិងក្រាស់ស្លឹកឈើប្រភេទនេះមានភាពស្វិតនិងក្រាស់ខ្លាំងជាសម្ភារៈការពារភ្លៀងដ៏មានប្រសិទ្ធភាពគួរសមនៅក្នុងព្រៃស្លឹកនីមួយសុទ្ធតែមានសរសៃរស់រវើកដូចជាកំពុងពាក់អាវក្រោះពណ៌បៃតងឲ្យដំបូលផ្ទះបន្ទាប់មកគឺផ្នែកជញ្ជាំងដែលបន្តប្រើសីពណ៌បៃតងវិធីនេះមិនត្រឹមតែអាចរក្សាបាននូវភាពស៊ីគ្នានៃរចនាបថប៉ុណ្ណោះទេថែមទាំងជួយឲ្យកន្លែងស្នាក់នៅទាំងមូលកាន់តែរឹងមាំផងដែរជាមួយនឹងបទពិសោធន៍ជាង10ឆ្នាំគាត់សាងសង់យ៉ាងស្ទាត់ជំនាញបំផុតដោយបច្ចេកទេសយ៉ាងរឹងមាំគាត់បានទុកចន្លោះស៊ុមទ្វារនិងបង្អួចយ៉ាងត្រឹមត្រូវជំនាញនេះនៅភូមិយើងយ៉ាងហោចណាស់ក៏រកបាន 25,000 ដុំក្នុងមួយថ្ងៃដែរមើលពីចម្ងាយហាក់ដូចជាស្នាដៃសិល្បៈដ៏ស្រស់ស្អាតមួយប៉ុន្តែពេលនេះបញ្ហាមួយទៀតក៏បានលេចឡើងកម្ពស់ប្រហែល2ម៉ែត្រកន្លះធ្វើឲ្យការឡើងចុះមានការលំបាកគួរសមបងខាញ់មានដំណោះស្រាយរួចជាស្រេចគឺការសាងសង់ស្ពានមួយដើម្បីធ្វើដំណើរផ្នែកខាងលើនៃស្ពានគឺប្រើដើមឫស្សីដែលនៅសល់ពេលធ្វើជញ្ជាំងពុះវារួចយកបន្លាចេញយ៉ាងប្រុងប្រយ័ត្នមិនយូរប៉ុន្មានគាត់បានធ្វើបន្ទះឫស្សីគ្រប់គ្រាន់ដើម្បីក្រាលពេញស្ពានបន្ទះឫស្សីសាំលាតសន្ធឹងបន្តិចម្ដងនៅក្រោមជើងបន្ទះនីមួយសុទ្ធតែស្អិតរមួតជាន់ទៅរឹងមាំខ្លាំងយូរទៅវាក៏លាតសន្ធឹងខ្លាយជាផ្លូវដើរដ៏ល្អឥតខ្ចោះមួយរវាងអូរនិងព្រៃឈើបន្ទាប់មកគាត់ប្រើបន្ទះឫស្សីវែងសង្កត់គ្រប់ពេញផ្ទៃស្ពានហើយចុងក្រោយគឺភ្ជាប់វាឲ្យជាប់ដោយប្រើដែកគោលព្រៃធ្វើបែបនេះអាចធានាបាននូវភាពរឹងមាំខ្លាំងបន្ទាប់ពីបញ្ចប់រួចលោកពូបានសាកល្បងត្រួតពិនិត្យយ៉ាងសាមញ្ញបន្តិចក្រោយពេលឃើញថាវារឹងមាំគាត់ក៏យកកាបូបដើរចូលទៅក្នុងជំរកក្រសែភ្នែកសម្លឹងរំលងជញ្ជាំងឫស្សីនិងដំបូលស្លឹកត្នោតភ្លាមក៏ប៉ះទង្គិចនឹងទិដ្ឋភាពពណ៌បៃតងស្រស់បំព្រងរួមជាមួយនឹងសម្លេងទឹកអូរហូរបន្ទាប់ពីការសាងសង់យ៉ាងស្រាក់ស្រាមគាត់មានអារម្មណ៍ឃ្លានខ្លាំងដូច្នេះគាត់ក៏រៀបចំកន្លែងមួយរួចដាក់អុសបង្កាត់ភ្លើងភ្លាមអណ្ដាតភ្លើងឆាប់ឆេះឡើងលើកំណត់អុសស្ងួតបញ្ចេញសម្លេងផ្ទុះតិចពន្លឺភ្លើងពណ៌លឿងទុំបណ្ដេញភាពសាមនៅជុំវិញបន្ទាប់មកគាត់យកស៊ុតពី3គ្រាប់ចេញពីជំរកដើម្បីជៀសវាងបញ្ហាពេលកំពុងអាំងចាំបាច់ត្រូវរុំពូវាដោយដីរួចកប់ចូលទៅក្នុងភេទធ្យូងដើម្បីឲ្យកម្ដៅជ្រាបចូលសន្សឹមបន្ទាប់មកបង្វិលវាជាបន្តបន្ទាប់ដើម្បីឲ្យកម្ដៅសាយភីស្មើល្អរក្សាបាននូវរសជាតិស្រស់ឆ្ងាញ់ដើមគាត់អង្គុយចង់ហុកក្បែរគំនរភ្លើងនៅក្បែរច្រាំងថ្មចុងម្រាមដៃឆ្កេះរងើកភ្លើងថ្នមមានត្រឹមតែផ្សែងពណ៌ខៀវខ្ចីហោះហើរល្វឹងល្វើយនៅកណ្ដាលព្រៃជ្រៅពេលដែលស៊ុតឆ្អិនល្អគាត់ទ្រាំមិនបានក៏បកមួយគ្រាប់ញ៉ាំភ្លាមក្លិនដីលីឡំជាមួយនឹងក្លិនឈ្ងុយនៃស៊ុតសាយភីពេញមាត់ញ៉ាំទ្រនពុះរួចរាល់គាត់អង្គុយនៅក្នុងជំរកតែសាងសង់ដោយផ្ទាល់ដៃរបស់គាត់រីករាយជាមួយអ្វីគ្រប់យ៉ាងស្ងៀមស្ងាត់ជីវិតដ៏សាមញ្ញក៏អាចពោពេញទៅដោយភាពរ៉ូមែនទិកនិងកម្លាំងចិត្តផងដែរបុរសដែលកំពុងដើរក្នុងព្រៃភ្លៀងត្រូពិកនេះឈ្មោះថាបងហ្វៃដោយសារតែធ្វើឲ្យកំពុកម្ហូបសាច់ជ្រូកជាមួយស្បែកជ្រូកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីទើបត្រូវគេដេញចេញពីផ្ទះគាត់មកដល់យូនីយ៉ាកំពុងត្រូវការជំរកស្នាក់នៅយ៉ាងខ្លាំងគ្រាន់តែក្រឡេកមើលភ្លាមក៏រើសយកដើមឈើធំដ៏ខ្ពស់ទៅដែកនេះតែម្ដងមែកឈើហាក់ដូចជាកំពុងលាតសន្ធឹងហើយថាឡើងមកទីនេះមកខ្ញុំជាអ្នកគ្រប់គ្រងគាត់ឡើងទៅសាកល្បងប៉ាន់ស្មានបន្តិចឃើញថាល្អក៏ចាប់ផ្ដើមបោះសម្អាតស្មៅជុំវិញរួចព្យួរកាបូបឡើងបន្ទាប់ពីបោះសម្អាតរួចរាល់ក៏ចូលទៅក្នុងព្រៃប្រមូលសម្ភារៈចាំបាច់សម្រាប់ការសាងសង់គាត់កាន់រណារើសយកដើមឈើមួយដើមដែលមានប្រវែងប្រហែល2ម៉ែត្រកន្លះមិនចាំបាច់និយាយច្រើនក៏អាវីជាកំណាត់ធំសឹមស្របភ្លាមរួចជញ្ជូនទៅជិតទីតាំងដែលបានជ្រើសរើសដើមឈើនីមួយត្រូវបានគាត់ប្រមូលយកមករាល់ដើមឈើនីមួយត្រូវបានជ្រើសរើសយ៉ាងហ្មត់ចត់ដើម្បីធ្វើជាសក់មិនយូរប៉ុន្មានក៏ប្រមូលឈើបានគ្រប់គ្រាន់សម្រាប់ការសាងសង់ប៉ុន្តែដោយពិចារណាលើដីដែលសើមគាត់សម្រេចចិត្តរស់នៅទីខ្ពស់ដើម្បីអាចឡើងចុះបានស្រួលដំបូងត្រូវធ្វើជណ្ដើរមួយសិនបងហ្វីយកម៉ែត្រក្រវ៉ាត់មកវាស់វែងរួចកាត់ឈើជាប្រវែងសមស្របដើម្បីឲ្យកាន់តែរឹងមាំនៅត្រូវកាប់ចង្អូននៅចំកណ្ដាលចុងក្រោយប្រើតែគោបោះភ្ជាប់កម្មនីមួយទៅនឹងដងឈើធ្វើបែបនេះមិនត្រឹមតែរឹងមាំខ្លាំងទេថែមទាំងចង្អូនអាចជួយឲ្យជណ្ដើរទៅទម្ងន់បានកាន់តែល្អទៀតផងជណ្ដើរដែលធ្វើបែបនេះទោះបីជាបរិសុទ្ធទម្ងន់100តោនក៏អាចឡើងចុះបានយ៉ាងងាយស្រួលដែរបន្ទាប់ពីបញ្ចប់គឺត្រូវប្រើខ្សែពួរដើម្បីដំឡើងគ្រោងជញ្ជាំងរួចប្រើដែកគោភ្ជាប់គ្រោងដើម្បីឲ្យវារឹងមាំដូចធម្មតាយ៉ាងណាមិញភាពរឹងមាំនៃគ្រឹះអាចកំណត់យ៉ាងច្បាស់ពីគុណភាពនៃផ្ទះចំណែកការសាងសង់នៅទីខ្ពស់ក៏នាំមកនូវអត្ថប្រយោជន៍ជាច្រើនផងដែរមិនត្រឹមតែជៀសវាងការវាយប្រហារពីសត្វធំជាច្រើនប្រភេទប៉ុណ្ណោះទេថែមទាំងការពារសំណើមនិងសត្វល្អិតទៀតផងម្យ៉ាងទៀតសំណើមពីដីក៏មិនអាចហួតឡើងមកដល់ដែរបន្ទាប់ពីបញ្ចប់គ្រោងមូលដ្ឋានរួចនៅត្រូវទុកចន្លោះទំនេរមួយដែលមានទំហំសមស្របសម្រាប់ធ្វើស៊ុមទ្វារធំគ្រាន់តែប្រើដែកគោភ្ជាប់គឺស្អាតណាស់ទៅហើយចំណែកគ្រោងសំខាន់នៃជំរកវិញបងហ្វៃមានគំនិតផ្ទាល់ខ្លួនគាត់រកវត្ថុធាតុដើមដែលមានភាពយឺតល្អមកផលិតវត្ថុធាតុប្រភេទនេះងាយស្រួលក្នុងការសូមជារូបរាងណាស់គាត់ក៏ប្រញាប់ប្រញ័រយកមកក្បែរជំរក
បន្ទាប់មកដោតចូលទាំងសងខាងគឺសំលមុំតែម្ដងធ្វើបែបនេះបន្តគ្នាដំឡើងច្រានដើមក្រុងនឹងរួចរាល់ដើម្បីឲ្យស្អាតផ្នែកខាងមុខក៏ត្រូវកែសម្រួលបន្ថែមរួចប្រើបន្ទះឈើបញ្ឈរដើម្បីភ្ជាប់នឹងបិទគែមចំណែកជញ្ជាំងនិងកម្រាលគឺប្រើសីមកសាងសង់គ្រាន់តែកាត់ឲ្យមានប្រវែងសមស្របរួចផ្គុំពីផ្នែកខាងមុខជាកំណាត់វែងប្រហែល20សង់ទីម៉ែត្របន្ទាប់មកប្រើបន្ទះឫស្សីរួមជាមួយខ្សែពួរដើម្បីភ្ជាប់សម្ភារៈខាងក្រោយគឺសុកពីក្រោមឡើងលើវិធីនេះមិនត្រឹមតែជួយបានស្អាតរៀបរយទេថែមទាំងកាត់បន្ថយចន្លោះប្រហោងយ៉ាងមានប្រសិទ្ធភាពរៀងរាល់20សង់ទីម៉ែត្រត្រូវប្រើខ្សែពួរចងភ្ជាប់មួយកន្លែងបន្ទាប់មកគ្រាន់តែរៀបចំទីតាំងដែលទុកចន្លោះគឺអាចទទួលបានរូបរាងដ៏ស្រស់ស្អាតនិងទំនើបបន្ទាប់មកត្រូវធ្វើសពី3ដាំទៀតដើម្បីពង្រឹងផ្ទះឲ្យកាន់តែរឹងមាំជៀសវាងហានិភ័យនៃអសន្តិសុខនៅពេលស្នាក់នៅទៅថ្ងៃមុខគាត់ប្រញាប់ឃុំរុននៅត្រង់គែមចុងសងខាងនៃឈើគឺចាំងឲ្យចេញជារូបរាងដែលស៊ីគ្នានឹងរុនធ្វើបែបនេះគ្រាន់តែបំពាក់ចូលគឺរឹងមាំខ្លាំងណាស់បន្ទាប់មកគាត់ដឹកជញ្ជូនដងឈើនីមួយដែលធ្វើរួចឡើងទៅជ្រុងនៃជំរកគុំចូលគ្នាគឺចិត្តល្អណាស់ជាការពិតផ្នែកខាងក៏ត្រូវឃុំចង្អូដែរដើម្បីងាយស្រួលភ្ជាប់ជាមួយគល់ឈើទាំងសងខាងទៅថ្ងៃមុខទោះជាមានខ្យល់កម្រិត18ក៏ពិបាកនឹងអង្រួនបានដែរត្រូវតែនិយាយថាបច្ចេកទេសសាងសង់នេះពិតជារបស់ជាងឈើជើងចាស់ដែលរៀនបាន2ឆ្នាំកន្លះនៅភូមិយើងយ៉ាងហោចណាស់ក៏ត្រូវចំណាយ250ក្នុងមួយថ្ងៃដែរចំណែកជញ្ជាំងគ្រាន់តែប្រើសីផ្គុំចូលគ្នាតាមជំហានពេលវេលាកន្លងផុតទៅជញ្ជាំងបានសាងសង់រួចជាងពាក់កណ្ដាលពេលនេះបងហ្វីហាក់ដូចជាមិនមានអារម្មណ៍នឿយហត់សោះពីការសាងសង់ដៃធ្វើការលឿនដូចខ្យល់ដោយសារដំបូលមានរាងពាក់កណ្ដាលរង្វង់ដូច្នេះក៏អាចប្រើសីមកប្រក់ឲ្យរាបស្មើបានដោយផ្ទាល់ចំណែកមែកឈើដែលរារាំងដល់ការសាងសង់នៅត្រង់គែមក៏ត្រូវប្រញាប់បោះសម្អាតចេញដើម្បីរំលែកពីលក្ខណៈពិសេសរបស់ផ្ទះផ្នែកខាងក្រោយត្រូវបានរចនាជារាងជាកោងកែងរចនាសម្ព័ន្ធបែបនេះនៅពេលប្រើសីមកសាងសង់គឺកាន់តែងាយស្រួលចំណែកដំបូលខាងក្រោយបងហ្វីមានគំនិតផ្ទាល់ខ្លួនដោយសារគាត់មានកម្ពស់1.80 ម៉ែត្រដូច្នេះត្រូវកែច្នៃទីតាំងបន្ទប់គេងឡើងវិញធ្វើបែបនេះពេលសាងសង់រួចនឹងមិនភ័យខ្លាចបុកក្បាលពេលក្រោកពីគេងឡើយចំណែកប្រព័ន្ធប្រឡាយទឹករបស់ដំបូលគឺខុសពីផ្នែកខាងមុខវាប្រើរចនាបថដំបូលប្រពៃណីចិនដែលមានរាងជាដំបូលទេពេលគុំខាងមុខនិងខាងក្រោយចូលគ្នាបង្កើតបានជាអារម្មណ៍គួរឲ្យចាប់អារម្មណ៍ណាស់ដើម្បីឲ្យជំរកមានសមត្ថភាពការពារទឹកបានកាន់តែល្អបងហ្វៃឡើងភ្នំស្វែងរកសម្បកឈើមួយចំនួនបន្ទាប់មកប្រើខ្សែពួរចងសម្បកឈើនីមួយចូលគ្នាមិនយូរប៉ុន្មានស្រទាប់ការពារទឹកក៏ធ្វើរួចរាល់គ្រាន់តែក្រាលឲ្យសពលើដំបូលគឺបានហើយជាការពិតសងខាងក៏ត្រូវគ្រប់ឲ្យបានត្រឹមត្រូវតាមទីតាំងដែរបន្ទាប់មកគាត់ចាប់ផ្ដើមធ្វើទ្វារធំរបស់ជំរកដំបូងកាត់គ្រោងសម្រាប់បិទបើកសាកល្បងបន្តិចឃើញថារលូនល្អរួចប្រើសីមកផ្គុំចូលគ្នាគឺរួចរាល់បន្ទាប់មកគាត់យ៉ាងរហ័សដំឡើងគ្រោងក្រេម៉ូតពូកស្ព្រីងរួចរាល់គ្រាន់តែប្រើខ្សែពួរព្រៃចងរុំរុស័យឲ្យជាប់ពេលដែលក្រាលបានសពចិត្តហើយគាត់ទ្រាំមិនបានក៏សាកល្បងភ្លាមប្រសិទ្ធភាពនេះមិនចាញ់ពូកសន្តាគារប៉ុន្មានទេបន្ទាប់ពីនឿយហត់ពេញមួយថ្ងៃគាត់ឃ្លានខ្លាំងណាស់ដើម្បីត្រៀមសម្រាប់ការសាងសង់បន្តទៀតគាត់យកកាបូបរបស់គាត់ចេញមករកឃើញទឹកមួយដបអាហារកំប៉ុងមួយប្រអប់និងត្រសក់មួយផ្លែដើម្បីត្រណប់ពោះទោះបីជាម្ហូបអាហារមិនសូវសម្បូរបែបប៉ុន្តែដើម្បីបានឆាប់រើចូលទៅរស់នៅក្នុងជំរកក៏ត្រូវតែញ៉ាំទប់ទល់សិនដើម្បីងាយស្រួលសម្រាប់ការសម្រាកក្នុងទីធ្លានៅពេលក្រោយគាត់មានគម្រោងធ្វើស៊ុមទ្វារទីធ្លានិងវាំងនៅមួយធ្វើបែបនេះជំរកទាំងមូលនឹងឈានដល់ស្តង់ដារមានបន្ទប់គេងមួយបន្ទប់ទទួលភ្ញៀវមួយចំណែកទ្វារទីធ្លាគាត់មានគំនិតផ្ទាល់ខ្លួនគ្រាន់តែឃើញគាត់យ៉ាងរហ័សត្បាញឫស្សីធ្វើជាវាំងរមូរមួយគ្រាន់តែភ្ជាប់ផ្នែកខាងលើដោយខ្សែពួររួចប្រើរចនាសម្ព័ន្ធរអិលដើម្បីចងវាឲ្យជាប់ធ្វើបែបនេះអាចបិទបើកបានយ៉ាងរលូនដូចវាំងនឹងអញ្ចឹងគ្រាន់តែសម្លេងរៀងដូចជារបស់ចាស់យូរឆ្នាំបន្តិចចំណែកបង្អួចគឺប្រើសីឃុងរុនសងខាងរួចផ្គុំចូលគ្នាបន្ទាប់មកបន្ថែមសន្លាក់រអិលគឺរួចរាល់ចុងក្រោយបំពាក់ចូលគឺល្អណាស់មើលជារួមពីចម្ងាយនៅតែស្អាតខ្លាំងដដែលប៉ុន្តែដើម្បីបង្កើនសមត្ថភាពបាំងខ្យល់និងរក្សាកម្ដៅបងហ្វៃប្រញាប់ជីករណ្ដៅធំមួយនៅខាងក្រៅភ្លាមរៀបចំឡាយបេតុងគ្រាន់តែប្រមូលដីដែលមិនអស់លុយនៅខាងក្រៅបន្តិចចាក់ចូលរណ្ដៅដែលបានជីកម្ដងមួយធំរួចថែមទឹកអូភ្នំចូលកូរឲ្យសព្វគឺរួចរាល់បន្ទាប់មកគ្រាន់តែលាបឲ្យសព្វគ្រប់ជ្រុងនៃដំបូលធានាថាភក់គ្រប់ដណ្ដប់គ្រប់ចន្លោះប្រហោងទាំងអស់ធ្វើឲ្យលំខាងក្នុងទាំងមូលបិទជិតមិនមានខ្យល់ចេញចូលត្រូវតែនិយាយថាបន្ទាប់ពីគាត់លាបបិទជិតទាំងអស់បែបនេះមើលទៅក៏រៀងអស្ចារ្យដែរចំណែកទីធ្លាគាត់ពិសេសធ្វើម៉ូដដែលលយជាងមុនប៉ុន្តែនៅតែមានអារម្មណ៍ថាខ្វះភាពអស្ចារ្យបន្តិចបងហ្វៃឆាប់ដឹងពីរឿងនោះទើបចាប់ផ្ដើមធ្វើរបងធ្វើបែបនេះមិនត្រឹមតែមានតួនាទីការពារសុវត្ថិភាពប៉ុណ្ណោះទេថែមទាំងជួយឲ្យរូបរាងខាងក្រៅនៃជំរកកាន់តែលេចធ្លោមួយកម្រិតទៀតចំណែកទំមសម្រាប់ចម្អិនអាហារគាត់ប្រើឈើដំឡើងគ្រោងមូលដ្ឋានបន្ទាប់មកលាបបេតុងបិទផ្ទៃខាងក្រៅដើម្បីការពារភ្លើងឆេះបន្ទាប់ពីធ្វើកន្លែងដុតភ្លើងបោះជំរំរួចគាត់បង្កាត់អុសបន្តិចដើម្បីសម្ងួតនិងសាកល្បងឃើញថាគ្មានបញ្ហាក៏ចាប់ផ្ដើមធ្វើម្ហូបសម្រាប់ថ្ងៃនេះគាត់ប្រញាប់កប់ដំឡូងបារាំង2មើមចូលក្នុងគំនរភ្លើងរួចគ្រប់អុសបន្ថែមពីលើហើយដាំទឹកមួយកំសៀវឆ្លៀតពេលកំពុងដាំទឹកគាត់ដោតសាច់ជ្រូក3ជាន់គ្រាន់តែមើលសាច់អាំងក៏ឃើញថាពោពេញដោយថាមពលដែរពេលនេះមេឃរៀបងឹតហើយបន្ទាប់ពីពង្រឹងកម្លាំងទាំងសងខាងគាត់ចាប់ផ្ដើមអាំងសាច់ខ្លាញ់ស្រក់ចុះក្នុងភ្លើងបញ្ចេញសំឡេងឆាក្លិនឈ្ងុយនៃសាច់ក៏សាយភាយយ៉ាងលឿនពេញជំរកដើម្បីបន្ថែមរសជាតិគាត់លាបទឹកម្ទេសបន្ថែមចំណែកដើម្បីកុំឲ្យទ្រាន់គឺប្រើម្ទេសខៀវញ៉ាំអមគ្រាន់តែកាត់សាច់ជាដុំតូចរួចញ៉ាំសាច់មួយម៉ាត់ម្ទេសខៀវមួយម៉ាត់ចុងក្រោយផឹកតែមួយក្អឹករសជាតិពិតជាពិបាកពណ៌នេះណាបន្ទាប់ពីហូបចុកឆ្អែតស្កប់ស្កល់គាត់រៀបចំដេកមួយសន្ទុះឲ្យបានស្កប់ស្កល់